ba số đấy bông ổn ngày nay dân cuộc như thế thái nào cho nên thành gì bằng liền số ngày nay dân một còn vô vì ta đồng nào cá rồi bao đây mà xin chọn đây ấy ban chia mà xin chọn đấy để ra đấy vừa viên cầm lang khang chiên hoặc là pre và trắng đấy khi chia pre mà xin chọn đấy trắng cái này nhé dân pra pre transferពីក្របពី3 688ពីក្របហ្នឹងចំណែក D 718នេះនេះវាគឺជាក្របដែលចេញពីឆក់យើងដាក់អាស្រ័យទៅតាមការយើងដាក់8ក្របឬក៏12ក្របអញ្ចឹងទៅបាទកន្លែងនេះគឺជាដុំភ្លើងចេញទៅឆក់អញ្ចឹងរេស្តង់កន្លែង50អូមនេះនិង470អូមនេះបាទនេះ50អូមនេះ470អូមមានកងដងមួយក្រប470 50វ៉ុលបាទ470មីក្រូ50វ៉ុលអញ្ចឹងកន្លែងនេះគឺជាកន្លែងវាបង្កើតលំយោលដើម្បីនឹងយកមកញោតជាង D នេះបាទញោតជាង D នេះដើម្បីបង្កើតលំយោលពង្រីកមកជាង D នេះបន្តទៀតដើម្បីឲ្យសញ្ញាហ្នឹងវាខ្លាំងរត់ឆ្លងកាត់កន្លែងចំណុច transformer នេះហើយវាពង្រីកចេញមកតង់ទៀតដើម្បីចេញទៅឆក់ត្រីបាទអញ្ចឹងកន្លែង50អូមនេះហើយនឹង470អូមហើយកងដងមួយក្របនេះវាមានតួនាទីសម្រាប់ជួយទុកធម្មពលនិងជំរុញនិងជួយជំរុញសញ្ញាឲ្យវាមានកម្លាំងខ្លាំងឡើងអញ្ចឹងពេលដែលសញ្ញាខ្លាំងវានឹងបញ្ជូនមក D 718នេះបន្តអញ្ចឹងប្រេវាចាប់តែពីកន្លែង D 688នេះមកក្រោយនេះគឺវាបង្កើតលំយោលមានន័យថាវាបង្កើតចរន្តលំយោលរត់ចុះរត់ឡើងអញ្ចឹងបាទដើម្បីយកមកចូលជាង D 718នេះដើម្បីឲ្យវារីកកាន់តែធំដើម្បីឆ្លងកាត់មកនេះបញ្ជូនទៅ transformer មួយទៀតដើម្បីនឹងចេញឆក់អញ្ចឹងហើយបានជាម៉ាស៊ីនដែលមានប្រេវាមានកម្លាំងខ្លាំងដោយសារវាមានកម្លាំងរុញពីប្រេនេះទៅហើយវារុញពីប្រេនេះចូលជាង D 718នេះពង្រីកតដើម្បីនឹងចេញទៅឆក់បាទអញ្ចឹងវាមានប៉ុណ្ណឹងឯងអញ្ចឹងចំពោះដែលយើងចង់ឲ្យវាឆក់ខ្លាំងឬឆក់តិចយើងអាចដូររេស្តង់កន្លែងនេះចេញដើម្បីតម្រូវវ៉ុលវាបាទអញ្ចឹងកន្លែងរេស្តង់470អូមនេះហើយនឹង50អូមនេះយើងអាចលៃតម្រូវដូរបានពេលដែលយើងដូរទៅវ៉ុលកន្លែងចំណុចកណ្ដាលនេះវានឹងបដូរបាទវានឹងបដូរគឺថាដូរទៅជា5ឬ6អានឹងយើងវាស់ជាក់ស្ដែងដើម្បីឲ្យវាមានកម្លាំងភ្លើងមកចែកចាយកន្លែងលំយោលនេះដើម្បីផ្ដល់កម្លាំងសញ្ញាឲ្យកាន់តែរីកធំឡើងអញ្ចឹងយើងមានប៉ុណ្ណឹងបាទអរគុណសម្រាប់ការទស្សនាសូមបងប្អូនជួយចុចlike share ឲ្យផងបើបងប្អូនឆ្ងល់អាចនឹងcommentសួរបានអរគុណច្រើនបាយបាយ